Chỉ tu tới nơiรูปភាពនិងវីដេអូដែលអ្នកទាំងអស់គ្នាបានថតតាមរយៈកម្មវិធីកាមេរ៉ានៅក្នុងទូរស័ព្ទរបស់អ្នកទាំងអស់គ្នានេះគឺភ្ជាប់មកនៅជាមួយនឹងទីតាំងជាក់លាក់ GPS ពេលវេលាការបរិច្ឆេទនៅក្នុងករណីកំពុងតែ work បែបនេះនៅពេលដែលអ្នកទាំងអស់គ្នានៅតែរក្សាទុកឬក៏មិនបានលុបនៅ metadata វាប្រែคล้ายទៅជាហានិភ័យព្រោះដោយសារសត្រូវឈ្លានពានគឺគេអាចមើលដឹងថាតើទីតាំងដែលអ្នកទាំងអស់គ្នាបានថតនោះនៅកន្លែងណាពេលវេលាណាម៉ោងប៉ុន្មានជំរាបសួរថ្ងៃនេះដែរនាងខ្ញុំសូមមកចែករំលែកនៅចំណេះដឹងបន្តិចបន្តួចដែលខ្ញុំបានដឹងតាមរយៈការធ្វើការងារកន្លងមកដោយសារនៅក្នុងស្ថានភាពកំពុងតែវឹកវរពេលបច្ចុប្បន្ននេះដែលប្រទេសសៀមកំពុងតែវាយប្រហារនិងឈ្លានពានលើដែនដីកម្ពុជាយើងឃើញថាបងប្អូនមួយចំនួនដែលគាត់ប្រើប្រាស់បណ្ដាញសង្គមហ្នឹងគាត់បានថតវីដេអូនិងរូបថតហើយបានបង្ហោះចូលនៅក្នុង social media មានដូចជា Facebook Instagram Twitter អីជាដើមហ្នឹងហើយឬក៏ចែករំលែកតាមវេទិកាផ្សេងៗទៀតដូចជា Telegram ឬក៏ WhatsApp អីជាដើមនឹងហើយជាទូទៅនៅរូបភាពនិងវីដេអូដែលអ្នកទាំងអស់គ្នាបានថតតាមរយៈកម្មវិធីកាមេរ៉ានៅក្នុងទូរស័ព្ទរបស់អ្នកទាំងអស់គ្នានេះគឺភ្ជាប់មកនៅជាមួយនឹងទិន្នន័យមេដែលហៅថាភាសាបច្ចេកទេសគឺ metadata ហើយនៅក្នុង metadata នេះវាបង្កប់នៅព័ត៌មានជាច្រើនដូចជាទី1គឺទីតាំងជាក់លាក់មានន័យថា GPS ពេលវេលាការបរិច្ឆេទអត្តសញ្ញាណរបស់ឧបករណ៍ថាតើយើងប្រើកាមេរ៉ាប្រភេទអីគេកាមេរ៉ានៅលើឧបករណ៍អីគេទូរស័ព្ទ model អីហើយសូម្បីតែពេលដែលអ្នកនរគ្នា edit ឬក៏កែប្រែរូបហ្នឹងនៅក្នុងកម្មវិធីដើមរបស់ទូរស័ព្ទរបស់អ្នកនរគ្នាក៏វាអាចបង្ហាញនៅព័ត៌មាននឹងផងដែរនៅក្នុងករណីកំពុងតែ work បែបនេះនៅពេលដែលអ្នកនរគ្នានៅតែរក្សាទុកឬក៏មិនបានលុបនៅ metadata ឬក៏ទិន្នន័យមេរបស់រូបថតឬក៏វីដេអូរបស់អ្នកនរគ្នាដែលបានថតនេះវាប្រែคล้ายទៅជាហានិភ័យឬក៏បង្កគ្រោះថ្នាក់ទៅវិញព្រោះដោយសារសត្រូវឈ្លានពានដែលគេចាំdownload ឬក៏ទាញយករូបថតឬក៏វីដេអូនឹងពីបណ្ដាញសង្គមហ្នឹងគឺគេអាចមើលដឹងថាតើទីតាំងដែលអ្នកនរគ្នាបានថតហ្នឹងនៅកន្លែងណាពេលវេលាណាម៉ោងប៉ុន្មានឬក៏អ្នកនរគ្នាប្រើប្រាស់ឧបករណ៍អ្វីជាដើមអញ្ចឹងទៅអញ្ចឹងនៅក្នុងកលៈទេសៈបែបនេះវាមិនមានផលប្រយោជន៍អីទេក្នុងការឲ្យអ្នកនរគ្នាទុករក្សានៅ metadata ខ្ញុំសូមណែនាំអ្នកនរគ្នាឲ្យប្រើកម្មវិធីមួយដែលមានឈ្មោះថា Tela កម្មវិធី Tela នេះគឺជាកម្មវិធីមួយដែលត្រូវបានគេបង្កើតឡើងសម្រាប់អ្នកកសែតក៏ដូចជាអ្នកដែលគាត់ស្ថិតនៅក្នុងតំបន់កំពុងមានបញ្ហាដូចជាឧទាហរណ៍ស្ថានភាពបច្ចុប្បន្ននេះអ្នកដែលគាត់នៅតាមបណ្ដោយព្រំដែននៅក្នុងស្រុកខ្មែរហ្នឹងគឺគាត់គួរតែប្រើកម្មវិធី Tela នេះហេតុអ្វីព្រោះកម្មវិធីនេះវាជួយដកឬក៏លុបនៅទិន្នន័យមេឬក៏ metadata របស់រូបថតនិងវីដេអូដែលអ្នកបានថតហើយកម្មវិធី Tela នេះយើងអាចប្រើជំនួសកម្មវិធីកាមេរ៉ារបស់អ្នកទាំងអស់គ្នាបានព្រោះដោយសារមុខងារនៅក្នុងកម្មវិធី Tela នេះវាមានឲ្យយើងថតជារូបភាពសន្លឹកថតជាវីដេអូឬក៏ថតជាសលេងដែលអ្នកទាំងអស់គ្នាអាចចាំខ្វល់ថាអ្នកទាំងអស់គ្នាត្រូវទៅបិទទីតាំងការកំណត់ទីតាំងនៅក្នុងឧបករណ៍របស់យើងត្រូវយកវាទៅចូលកម្មវិធីមួយចំនួនទៀតដើម្បីដកនៅ metadata នោះទេព្រោះរាល់រូបថតវីដេអូនិងសម្លេងអ្នកនរគ្នាបានប្រើប្រាស់កម្មវិធី Tela នេះគឺជាស្វ័យប្រវត្តិកម្មវិធីហ្នឹងគឺអត់មានរក្សាទុកនៅ metadata របស់អ្នកទាំងអស់គ្នាទេទីតាំងអ្នកនរគ្នានៅទីណាឧបករណ៍របស់អ្នកទាំងអស់គ្នាប្រើប្រភេទអ្វីឬក៏ពេលវេលាណាដែលអ្នកទាំងអស់គ្នាបានថតនៅវីដេអូឬក៏រូបថតឬក៏សម្លេងមួយនេះហើយមួយវិញទៀតសម្រាប់អ្នកដែលបារម្ភថាពីដើមមកក៏យើងប្រើកម្មវិធីកាមេរ៉ារបស់ទូរស័ព្ទដើម្បីថតអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចទាញយករូបភាពឬក៏វីដេអូទាំងអស់ហ្នឹងចូលនៅក្នុងកម្មវិធី Tela បានផងដែរហើយកម្មវិធីមួយនេះនឹងលុបនៅmetadata នៅរូបភាពឬក៏វីដេអូចាស់ៗដែលអ្នកបានថតពីមុនមកដែលមិនទាន់បានប្រើជាមួយនឹងកម្មវិធី Tela នេះហើយបន្ទាប់ពីអ្នកនរគ្នាថតហើយវានឹង load ឬក៏រក្សាទុកនៅក្នុងកម្មវិធី Tela នឹងតែម្ដងគឺវាអត់រក្សាទុកនៅក្នុងវិចិត្រសារឬក៏ gallery របស់ទូរស័ព្ទរបស់អ្នកទាំងអស់គ្នាទេប៉ុន្តែកុំបារម្ភព្រោះដោយសារនៅពេលអ្នកទាំងអស់គ្នាថតរួចហើយអ្នកទាំងអស់គ្នាអាច download ទាញយករូបហ្នឹងវីដេអូហ្នឹងឬក៏សលេងហ្នឹងដើម្បីចែករំលែកបន្តទៅកាន់កម្មវិធីផ្សេងៗដែលអ្នកទាំងអស់គ្នាប្រើប្រាស់ដូចជា Telegram WhatsApp Facebook Signal អីជាដើមហ្នឹងគឺអ្នកទាំងអស់គ្នាអាចធ្វើបានតាមធម្មតាគ្រាន់តែថាអីដែលខុសប្លែកគឺมันមានរក្សាទុកនៅទិន្នន័យមេឬក៏ metadata របស់រូបថតនិងវីដេអូឬក៏សលេងដែលអ្នកទាំងអស់គ្នាបានថតតាមរយៈកម្មវិធី Tela នេះទេ